កាលពីព្រេនីមានចចកត្រោះធំមួយដល់ខែលំហើយវាដើររកត្រពាំងបឹងបួរដែលរីងទឹកដើម្បីចាប់ត្រីស៊ីលុះទៅដល់ត្រពាំងមួយរីងទឹកអស់នៅតែប្រឡងមួយឃើញសុទ្ធតែពួកមានត្រីកំពឹសបង្កងក្តាមជាច្រើនណាស់ចចកឃើញហើយមានចិត្តត្រេកអររីករាយគិតថាថ្ងៃនេះអញមានលៀបធំណាស់ជាលៀបចម្លែកជាងសប្តាហ៍ថ្ងៃឯកំពឹសមានប្រាជ្ញាឮចចកថាដូច្នោះហើយក៏និយាយលួងលោមចចកថាយើងទាំងអស់គ្នាសុទ្ធតែជាចំណីបងចចកឯងទាំងអស់ហើយប៉ុន្តែពួកយើងប្រឡាក់ភក់ណាស់បងឯងស៊ីយើងទាំងភក់ដូច្នេះមិនឆ្ងាញ់ពិសាទេចចកឆ្លើយថាធ្វើដូចម្នេះនឹងឆ្ងាញ់ពិសាកំពឹសឆ្លើយថាបងចចកឯងត្រូវយកយើងទៅលាងទឹកឲ្យជ្រះស្អាតហើយសឹមស៊ីនោះទើបឆ្ងាញ់ពិសាចចកថាដូចម្នេះនឹងយកទៅលាងបានបើច្រើនដល់ម្លេះកំពឹសថាបងចចកកំព្រួយចិត្តខ្ញុំធានាគិតឲ្យបងបានស្រួលប៉ុន្តែបងឯងត្រូវតាមខ្ញុំចចកឆ្លើយឡើងថាបងឯងធ្វើដូចម្នេះតាមខ្ញុំចចកឆ្លើយថាបងឯងធ្វើដូចម្នេះក៏ខ្ញុំតាមទាំងអស់កំពឹសថាធ្វើដូច្នេះចូលបងឯងចូលមកដេកនានាក្នុងភពនេះហើយយើងរស់គ្នានឹងបានតំខំរំបងឯងនាំយើងទៅរកស្ទឹងបឹងបួនណាដែលមានទឹកថ្លាច្រើនបងឯងលាងយើងឲ្យស្អាតហើយសូមបងឯងស៊ីឆ្ងាញ់ពិសាតាមចិត្តចុះឯចចកជាសត្វល្មប់ហើយល្ងងក៏ធ្វើតាមពាក្យកំពឹសនឹងត្រីក៏បបួលគ្នាតងរោមចចកទៅលុះទៅដល់បឹងបួធំវែងមានទឹកថ្លាល្អចចកដើរចុះទៅក្នុងទឹកអស់ត្រីកំពឹសលោតទៅក្នុងទឹកហើយប្រាប់ថាបងចចកឯងទៅជញ្ជូនមកឲ្យអស់សិនសុំមកស៊ីឲ្យឆ្អែតតែម្ដងយើងនៅចាំបងឯងនៅទីនេះចចកក៏ទៅជញ្ជូនត្រីនិងកំពឹសមកលុះត្រាតែអស់ពីត្រពាំងនោះពួកត្រីកំពឹសស្ដាប់ខ្យងពួកត្រីកំពឹសក្តាមខ្យងដឹងថាចចកជញ្ជូនអស់ហើយក៏នាំគ្នាមុជក្នុងទឹកបាត់អស់ទៅពេលចចកដឹងថាកំពឹសបញ្ឆោតដូច្នេះហើយខឹងណាស់ដើរទៅបបួលអស់សត្វធំតូចដំរីរមាសខ្លាគ្រប់សត្វទាំងអស់ពស់ថ្លាន់ពស់ធំពស់តូចទាំងសត្វហាគ្មានសេះសល់បន្តិចបបួលគ្នាមកបាច់ទឹកបឹងនោះឲ្យរីងនឹងបានចាប់ត្រីក្នុងបឹងនោះស៊ីឲ្យអស់បានឲ្យពស់ថ្លាន់ធ្វើជាទំនប់ឯសត្វទៀតក៏បបួលគ្នាបាច់សត្វក្នុងបឹងដឹងថាចចកបបួលគ្នាបាច់ទឹកឲ្យរីងទាំងបឹងភ័យណាស់ក៏គិតឃើញថាយើងធ្វើមិននឹងបានឲ្យសត្វទាំងអស់នេះលែងបាច់ទឹកកាលនោះត្រីក្រាញ់ឆ្លើយឡើងថាខ្ញុំឮពេលនិយាយថាបងសុភីទន្សាយជាអ្នកមានប្រាជ្ញាចេះដោះទុកមនុស្សសត្វផងជាច្រើនណាស់មកហើយបើដូច្នេះខ្ញុំនឹងទៅពឹងបងសុភីទន្សាយឲ្យមកជួយដោះទុកពួកយើងពួកត្រីគិតគ្នាហើយក៏ប្រើត្រីក្រាញ់ឲ្យទៅអញ្ជើញសុភីទន្សាយត្រីក្រាញ់ប្រឹងនៅនាលទៅលុះដល់ត្រូវថ្ងៃក៏គ្រាបស្រកាអស់ដល់យប់សុភីទន្សាយចេញមករកស៊ីក៏បានឃើញត្រីក្រាញ់នៅនាលដូច្នោះក៏សួរថាបងត្រីក្រាញ់ទៅណាត្រីក្រាញ់ឃើញសុភីទន្សាយហើយមានចិត្តត្រេកអរណាស់និយាយអង្វរថាបងសុភីទន្សាយអាណិតខ្ញុំត្បិតត្រីទាំងអស់ក្នុងបឹងគេប្រើខ្ញុំមកឲ្យអញ្ជើញបងសុភីទន្សាយអាណិតខ្ញុំនិយាយអង្វរថាបងសុភីទន្សាយអាណិតខ្ញុំត្បិតត្រីទាំងអស់ក្នុងបឹងគេប្រើខ្ញុំមកឲ្យអញ្ជើញបងសុភីទន្សាយទៅត្បិតលឺទាំងសត្វទាំងមនុស្សនិយាយថាបងជាអ្នកមានប្រាជ្ញាចេះកាត់សេចក្តីដោះទុកបើអ្នកឯណាកាត់ទុកបងតែងទៅជួយដោះទុកគេមិនដែលខានឥឡូវមានដំរីក្របីគោរមាសរមាំងប្រឹសក្តាំងជ្រូកពស់ធំពស់តូចទាំងសត្វហាគឺកុកក្រៀលបង្គ្រាខ្យងតុងតូមក្អាច់ទឹកប្រវឹកស្មោញទាំងប្រមាណបានបបួលគ្នាមកបាច់ទឹកបឹងឲ្យរីងនិងបានចាប់អស់ត្រីអណ្ដើកកន្ធាយស៊ីជាចំណីឲ្យអស់ពីបឹងនេះឯងបើដូច្នេះបងសុភីទន្សាយអាណិតជួយដោះទុកអស់បងប្អូនខ្ញុំឲ្យបានរួចពីផិតភ័យម្ដងនេះផងចុះនឹងបានល្បីគេឈ្មោះបងតទៅទៀតអស់យើងនឹងតបគុណបងសុភីទន្សាយឯងយើងមិនភ្លេចគុណដរាបដល់អស់ជីវិតឯទន្សាយឮត្រីក្រាញ់និយាយអង្វរដូច្នេះក៏ឆ្លើយថាបងត្រីក្រាញ់ទៅមុនចុះទៅប្រាប់អស់បងប្អូនកុំឲ្យផិតភ័យចាំខ្ញុំជួយដោះឲ្យរួចកុំឲ្យមានចិត្តបារម្ភឡើយត្រីក្រាញ់ក៏ត្រឡប់ទៅវិញឯទន្សាយលុះព្រឹកប្រហានឡើងទៅមាត់បឹងឃើញអស់សត្វកំពុងបាច់ទឹកក៏យកស្លឹកឈើដែលដង្កូវស៊ីទ្រុសមកធ្វើជាសម្បត្តិហើយស្រែកហៅអស់សត្វទាំងនោះថាណែបងប្អូនទាំងអស់ចាំស្ដាប់ខ្ញុំត្បិតព្រះឥន្ទលោកឲ្យខ្ញុំនាំសម្បត្តិមកប្រាប់គ្រប់គ្នាថាព្រះឥន្ទលោកមកកាច់ជើងទ្រុំប្រមុំជ្រឹងអស់កាប់ក្បាលចចកដកភ្លុកអំរិសអស់សត្វឮថាសម្បត្តិព្រះឥន្ទដូច្នោះភ័យណាស់ផ្អាបោជន់គ្នាពីនលើដំរីក្របីរមាសរមាំងស្ទុះបោទៅជន់លើពោះខ្លាញ់ជាទំនប់អាចខ្លួនជា2 3កំណាត់ឆ្លីទំនប់លិចទឹកស្លាប់អស់សត្វទាំងនោះក៏ទៅជាចំណីត្រីទៅវិញតាំងពីថ្ងៃមកអស់សត្វទាំងពួងកោតខ្លាចប្រាជ្ញាសុភីទន្សាយទុកសុភីទន្សាយជាគ្រូបាអាចារ្យទាំងអស់
សូមអរគុណបងប្អូនប្រិយមិត្តអស់ដែលបានតាមដានស្ដាប់នៅ channel ក៏ដូចជារឿងនិទានដែលខ្ញុំបានទាញជូនដល់នេះរហូតដល់ចប់សូមមេត្តាជួយចុច subscribe like និង comment ពាក្យល្អៗចូលទៅក្នុង channel របស់ខ្ញុំបាទសូមអរគុណ